សារណាកិច្ឆាសងខេសារណាកិច្ឆាជីវិតអ្នកបួងស្វែងរកព្រះធម៌ជាផ្លូវដ៏ល្អប្រសើរថ្លៃថ្លាបួសដើមបីសងគុណមេដាបៃតាបន្តរក្សាសាសនាព្រះពុទ្ធបួសជាព្រះសង្ឃក្រងស្បង់ជីវរថ្ងៃយប់រៀនធម៌ចងចិត្តឲ្យស្ងប់ព្រឹកឡើងត្រាចរបិណ្ឌបាតតាមស្រុកជីវិតកំណត់នឹកគុណពុកម៉ែជីវិតអ្នកបួសរស់ដោយបាយបាតអារម្មណ៍សស្អាតគ្មានចិត្តវាចវេផ្ដាច់នីស័យកម្មចូលពីបពេព្រះធម៌បងវ៉ែតាមផ្លូវសាសនាបួសតាំងពីតូចរហូតដល់ធំវត្តជាទ្រនំសន្សំធម៌ស្ដាប់អវត្តព្រះជំរះចិនដាផ្សព្វផ្សាយមេត្តាស្វែងរកនិព្វានជីវិតអ្នកបួងស្វែងរកព្រះធម៌ជាផ្លូវដ៏ល្អប្រសើរថ្លៃថ្លាបួសដើមបីសងគុណមេដាបៃតាបន្តរក្សាសាសនាព្រះពុទ្ធបួសជាព្រះសង្ឃក្រងស្បង់ជីវរថ្ងៃយប់រៀនធម៌ចងចិត្តឲ្យស្ងប់ព្រឹកឡើងត្រាចរបិណ្ឌបាតតាមស្រុកជីវិតកំណត់នឹកគុណពុកម៉ែជីវិតអ្នកបួសរស់ដោយបាយបាតអារម្មណ៍សស្អាតគ្មានចិត្តវាចវេផ្ដាច់នីស័យកម្មជាប់ពីបពេព្រះធម៌បងវ៉ែតាមផ្លូវសាសនាបួសតាំងពីតូចរហូតដល់ធំវត្តជាទ្រនំសន្សំធម៌ស្ដាប់អវត្តព្រះជំរះចិនដាផ្សព្វផ្សាយមេត្តាស្វែងរកនិព្វានសារណាកិច្ឆាសងខេសារណាកិច្ឆាជីវិតអ្នកបួងស្វែងរកព្រះធម៌ជាផ្លូវដ៏ល្អប្រសើរថ្លៃថ្លាបួសដើមបីសងគុណមេដាបៃតាបន្តរក្សាសាសនាព្រះពុទ្ធបួសជាព្រះសង្ឃក្រងស្បង់ជីវរថ្ងៃយប់រៀនធម៌ចងចិត្តឲ្យស្ងប់ព្រឹកឡើងត្រាចរបិណ្ឌបាតតាមស្រុកជីវិតកំណត់នឹកគុណពុកម៉ែ
សស្អាតគ្មានចិត្តវាចវេផ្ដាច់នីស័យកម្មចោពីបពេព្រះធម៌បងវ៉ែតាមផ្លូវសាសនាបុកតាំងពីតូចរហូតដល់ធំវត្តជាទ្រនំសំសំធម៌អាស្ដាប់អវត្តព្រះជំរះចិនដាផ្សព្វផ្សាយមេត្តាស្វែងរកនីពី